និទានជាដាក់រឿងចៅអធិការវត្តឈ្មោះធម្មិកៈទោសនៃការជេរប្រតិចបៀតបៀនអាគន្ធឌុកភិក្ខុសម័យមួយព្រះសម្ពុទ្ធគង់លើភ្នំកិច្ចកោដ្ឋក្បែរក្រុងរាជក្រឹសមានចៅអធិការវត្តមួយព្រះអង្គឈ្មោះថាធម្មិកៈជាមនុស្សកាចរអ៊ូរទាំច្រើនតែងតែជេរប្រតិចបៀតបៀននិយាយចាក់ដោតកោសរុះនៅពួកអាគន្ធឌុកភិក្ខុដែលចូលមកសុំនៅក្នុងវត្តជាមួយហើយភិក្ខុសាមណេរទ្រាំមិនបានក៏រត់ចេញអំពីវត្តអស់ទៅពួកឧបាសកជើងវត្តបានជំនុំគ្នាថាយើងខំផ្គត់ផ្គង់ភិក្ខុសាមណេរក្នុងវត្តដោយបច្ច័យ4មិនដែលឲ្យខ្វះកន្លះហេតុអ្វីបានជាភិក្ខុសាមណេរមិនចង់នៅក្នុងវត្តរបស់យើងប្រហែលជាលោកគ្រូចៅអធិការបៀតបៀនហើយមើលទៅការបើស៊ើបសួរបានដឹងច្បាស់ថាភិក្ខុសាមណេរទាំងអស់ដែលរត់គេចចេញអំពីវត្តទៅព្រោះលោកគ្រូព្រះចៅអធិការជេរប្រតិចបៀតបៀនមិនឲ្យទ្រាំនៅបានដូច្នោះហើយក៏នាំគ្នាដេញលោកគ្រូចៅអធិការចេញអំពីវត្តនោះទៅដែរព្រះចៅអធិការធម្មិកៈដឹងថាពួកឧបាសកជើងវត្តនោះគេមិនត្រូវការខ្លួនហើយក៏ចេញទៅធ្វើចៅអធិការវត្តមួយទៀតហើយមិនយូរប៉ុន្មានភិក្ខុសាមណេរក្នុងវត្តនោះត្រូវចៅអធិការធម្មិកៈជេរប្រតិចបៀតបៀនទ្រាំនៅជាមួយមិនបានក៏នាំគ្នាចេញអំពីវត្តនោះអស់ទៅហើយពួកឧបាសកជើងវត្តដឹងដូច្នោះក៏ដេញចៅអធិការធម្មិកៈចេញអំពីវត្តនោះទៀតលោកគ្រូចៅអធិការធម្មិកៈត្រូវឧបាសកឧបាសិកាជើងវត្តដេញយ៉ាងនេះអស់ចំនួន7វត្តព្រោះតែលោកជេរប្រតិចបៀតបៀនភិក្ខុសាមណេរដែលចូលមកសុំសំណាក់នៅជាមួយក្នុងពេលដែលគេដេញចេញអំពីវត្តទី7នេះលោកមានសេចក្តីត្រេះរិះថាពេលនេះអញត្រូវចូលទៅរកព្រះសម្មាសម្ពុទ្ធបរមគ្រូវិញទៅបានសុខបើនៅតែធ្វើចៅអធិការវត្តតទៅទៀតនឹងត្រូវគេដេញចេញឲ្យចេញអំពីវត្តទៀតមិនខានលុះគិតដូច្នោះហើយក៏ប្រមូលបាតជីវរដើរសម្ដៅទៅក្រុងរាជក្រឹសចូលទៅថ្វាយបង្គំព្រះសាស្តានៅលើភ្នំកិច្ចកោដ្ឋព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សួរថាមនាលធម្មិកៈអ្នកមកអំពីណានឹងបពិតព្រះបរមគ្រូខ្ញុំព្រះអង្គត្រូវឧបាសកឧបាសិកាជើងវត្តបណ្ដេញចេញអំពីវត្តចំនួន7វត្តដែលទូលព្រះបង្គំបានធ្វើចៅអធិការវត្តព្រះសម្មាសម្ពុទ្ធតបថាណាហើយធម្មិកៈអ្នកឯងគ្មានប្រយោជន៍ក្នុងការធ្វើចៅអធិការទេតលតែពួកឧបាសកជើងវត្តទាំង7វត្តគេដេញទៅអ្នកឯងមករកតថាគតហ្នឹងណាព្រះបរមសាស្តាមានព្រះបន្ទូលដូច្នោះហើយក៏នាំអតីតនិទានមកសម្ដែងប្រាប់ចៅអធិការធម្មិកៈនោះថាមនាលធម្មិកៈកាលពីព្រេងនាយមាននាយសំពៅម្នាក់បានចាប់សត្វស្លាបបង្ហាញត្រើយយកទៅជាមួយសម្រាប់បង្ហាញត្រើយលុះទៅដល់កណ្ដាលសមុទ្រមើលកោះត្រើយមិនឃើញហើយក៏លែងសត្វនោះទៅឲ្យវាបង្ហាញត្រើយសត្វនោះបានហើរទៅគ្រប់ទិសបើឃើញត្រើយនៅទិសណាវាហើរទៅទិសនោះនាយសំពៅក៏បើកនាវាតាមទៅទិសនោះបើសត្វនោះហើរទៅរកមើលត្រើយមិនឃើញទេវាក៏ហើរមកសំពៅវិញមនាលធម្មិកៈខ្លួនអ្នកឯងក៏ដូច្នោះដែរតលតែគេដេញចេញគ្រប់វត្តទាំង7គ្មានទីពឹងហើយទៅមករកតថាគតវិញមនាលធម្មិកៈនៅមានរឿងមួយទៀតកាលដែលពីព្រេងនាយមានស្ដេចដើមជ្រៃមួយឈ្មោះសុបបថេដ្ឋៈរបស់ព្រះរាជាកោរភៈមានមេឃ5មានម្លប់ត្រជាក់ជាទីរីករាយចិត្តមានទំហំ12យោជន៍មានបណ្ដោយឬ5យោជន៍មានផ្លែធំធំប៉ុនភាជនៈល្មមធ្វើឆ្នាំងចម្អិនផាត់បានផ្លែស្ដេចជ្រៃនោះមានរសផ្អែមដូចទឹកឃ្មុំព្រះរាជានិងស្រីស្នំសោយផ្លែដែលមានក្នុងមេឃមួយពួកពលសេនាពួកអ្នកនិគមជនបទពួកសាមញ្ញពួកសាមណព្រាហ្មណ៍និងពួកមរឹកបក្សីទាំង4ពួកនេះបរិភោគផ្លែមានក្នុងមេឃទាំង4ទៀតផ្សេងខ្លួនមិនច្រឡំគ្នាមិនលួចគ្នាឡើយកាលនោះមានបុរសម្នាក់
ទៅបេះផ្លែស្ដាច់ជ្រៃនោះស៊ីដរាបដល់ឆ្អែតហើយកាប់កាច់មែកជ្រៃទាំងនោះទៅដើរចេញទៅរុក្ខទេវតាដែលនៅលើដើមស្ដាច់ជ្រៃនោះគិតថាយីមនុស្សនេះចំជាបាបធំណាស់ណានតើមិនគួរឲ្យស្ដាច់ជ្រៃនេះមានផ្លែទៀតស្ដាច់ជ្រៃក៏ឈប់ផ្លែតទៅទៀតព្រះបាទកោរភៈបានជ្រាបថាស្ដាច់ជ្រៃឈប់ផ្លែហើយក៏ទៅប្រាប់ព្រះឥន្ទធ្វើឲ្យដើមជ្រៃនោះរលំផ្កាប់ផ្ងារឹសឡើងទៅលើចុងចុះក្រោមដោយអំណាចខ្យល់ព្យុះដែលកើតពីទេវានុភាពទេវតារត់ចេញស្រែកទួញយំកើតទុកព្រោះអត់ទីលំនៅព្រះឥន្ទសួរថាអ្នកកើតទុកទួញយំព្រោះហេតុអ្វីបពិតលោកម្ចាស់ព្រោះមានខ្យល់ព្យុះបោកបក់ស្ដាច់ជ្រៃជាទីលំនៅរបស់ខ្ញុំឲ្យវិលត្រឡប់មានរឹសឡើងលើធ្វើឲ្យខ្ញុំឥតទីជំរកតែអ្នកបានស្ថិតនៅក្នុងរុក្ខធម៌ដែរឬទេចុះរុក្ខធម៌នោះដូចម្ដេចទៅមនាលទេវតាក្នុងលោកនេះបើពួកជនត្រូវការដោយឫសឈើតែងនាំយកឬទៅមួយអ្នកត្រូវការដោយសម្បកតែងនាំយកសម្បកទៅមួយអ្នកត្រូវការដោយស្លឹកតែងនាំយកស្លឹកទៅមួយអ្នកត្រូវការដោយផ្កាតែងនាំយកផ្កាទៅមួយអ្នកត្រូវការដោយផ្លែតែងនាំយកផ្លែទៅមួយអ្នកមិនត្រូវខឹងអន់ចិត្តចំពោះអ្នកទាំងនោះឡើយនេះឯងឈ្មោះថារុក្ខធម៌បពិតលោកម្ចាស់ខ្ញុំមិនបានស្ថិតនៅក្នុងរុក្ខធម៌នេះឡើយទៅខ្ញុំទៅត្រូវខ្យល់បក់បោកស្ដាច់ជ្រៃជាលំនៅរបស់ខ្ញុំឲ្យវិនាសអស់តទៅខ្ញុំរក្សានៅរុក្ខធម៌នេះហើយមនាលទេវតាបើអ្នកបានរក្សារុក្ខធម៌នេះហើយលំនៅរបស់អ្នកនឹងកើតមានដូចមុនវិញព្រះឥន្ទក៏បានធ្វើឲ្យដើមស្ដាច់ជ្រៃនោះមានឫសចុះក្រោមដូចដើមវិញទេវតាក៏បាននៅអាស្រ័យក្នុងដើមជ្រៃនោះតទៅទៀតព្រះសម្មាសម្ពុទ្ធសម្ដែងអតីតនិទាននេះជាប់ហើយទ្រង់ត្រាស់ចំពោះចៅអធិការធម្មិកៈថាមនាលធម្មិកៈក្រែងអ្នកមិនបានស្ថិតនៅក្នុងធម៌របស់សាមណៈទេដឹងទៅឧបាសកជើងវត្តទាំង7វត្តគេដេញអ្នកឯងធម្មិកៈក៏បានទូលថាបពិតព្រះអង្គដ៏ចម្រើនចុះសាមណៈស្ថិតនៅក្នុងធម៌របស់សាមណៈនោះដូចម្ដេចព្រះសម្មាសម្ពុទ្ធបានបន្តទៀតថាមនាលធម្មិកៈសាមណៈក្នុងសាសនានេះត្រូវស្ថិតនៅក្នុងធម៌3យ៉ាងគឺទី1មិនចេះតបបុគ្គលដែលចេះខ្លួនទី2មិនកោសរុះតបបុគ្គលដែលកោសរុះខ្លួនទី3មិនឆ្លោះតបបុគ្គលដែលឆ្លោះនឹងខ្លួននេះឯងធម្មិកៈឈ្មោះថាសាមណៈស្ថិតនៅក្នុងសាមណៈធម៌បពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានស្ថិតនៅក្នុងសាមណៈធម៌នេះឡើយទើបត្រូវឧបាសកជើងវត្តបណ្ដេញទូលបង្គំឲ្យចេញអំពីវត្តទាំង7តមកព្រះសម្មាសម្ពុទ្ធបានសម្ដែងអំពីគ្រូទាំង6ក្នុងអតីតកាលនិងសិស្សអំពីទោសនៃការជេរប្រតិចអ្នកដទៃនិងគុណនៃការស្ដាប់ធម៌ស្ដាប់ឱវាទរបស់គ្រូជាព្រះអរហន្តនិងគ្រូជាពុទ្ធជនឲ្យធម្មិកៈស្ដាប់ដើម្បីឲ្យលះបង់គំនិតចរិតចាស់ចោលចេញ